ជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពទៅដល់លោកគ្រូអ្នកគ្រូព្រមទាំងសួស្តីទៅកាន់អ្នកនរគ្នាដែលកំពុងតាមដានទស្សនាវីដេអូមួយនេះទាំងអស់គ្នានាងខ្ញុំមានឈ្មោះថាលន់ចន្ទ័យមកពីថ្នាក់ទី 10C នៃវិទ្យាល័យគូព្រៀងសាលារៀនចំនួនថ្មីដែលនាងខ្ញុំគឺជាសមាជិកដែលស្ថិតនៅក្នុងក្លឹបគណិតមួយរូបដែលនៅធ្វើការបកស្រាយជាមួយនឹងចំណុច 4.2.7 ដែលគេឲ្យយើងនឹងគឺនិយាយទៅនឹងការដាក់កន្សំទៅក្រេទី2ជាផលគុណកតាដែលមានរាង f នៃ x លើកជាការ៉េបូកជាមួយនឹង m បូក n កតាជាមួយនឹង f នៃ x បូកជាមួយនឹង m mn ហើយបន្តមកទៀតយើងចូលមកដល់ចំណុចរបស់យើងទៅដែរទេគឺយើងសិក្សាតទៅ 4.7.7 គឺការដាក់កន្សំនៅក្រេទី2ជាផលគុណកតាដែលមានរាង f នៃ x លើកជាការ៉េបូកជាមួយនឹង m បូក n កតាជាមួយនឹង fx បូកជាមួយនឹង mn យើងក្រឡេកទៅមើលជាទូទៅរបស់យើងក្រឡេកដល់ទីទូទៅរបស់យើងគេបាននិយាយថាបើសិនជាគេមានកន្សោម a នៃ x ការ៉េបូកជាមួយនឹង bx បូក c ដែលមានដែល a នេះគឺខុសពី0នោះគេអាចដាក់កន្សោមជាផលគុណកតាតាមវិធីដូចខាងក្រោមវិធានទី1គឺយកមេគុណដល់ក្រេខ្ពស់នៃ a មេគុណដល់ក្រេខ្ពស់ a នៃកន្សោមដោយយើងយក a នៅលើ b គុណបញ្ចូលទៅក្នុងកន្សោមដើមរបស់យើងនោះគេនឹងបាន ax លើកជាការ៉េបូកជាមួយនឹង b កតា ax បូកជាមួយនឹង ca នៅលើ a ហើយបន្តមកទៀតដើម្បីបំលែងឲ្យវាចូលទៅក្នុងទម្រង់ដែលយើងចង់បានបែបនេះគឺយើងដែលមាន mn នេះគឺយើងចាប់ផ្ដើមធ្វើការជំនួសវាជំនួសគេជំនួសបែបមិនទៅគឺ b នេះគឺជំនួសទៅដោយ m បូក n ជាមួយ ca ជំនួសទៅដោយ m បូក n នៅត្រង់កន្លែងនេះមូលហេតុបានជាយើងជំនួស m បូក n ដោយសារតែយើងដឹងហើយបើសិនជាយើងឲ្យតម្លៃ m បូក n ទៅនោះយើងនឹងអាចទាញរកពួក m បូក n យើងបូកទៅឃើញតម្លៃរបស់ b អញ្ចឹងយើងអាចជំនួស b នឹងមកជា m បូក n បានចំពោះ ca គឺយើងអាចជំនួសដោយ mn បានហើយនៅលើ a ដូចគ្នាហើយបន្តមកទៀតនៅក្នុងនេះគឺបន្ទាប់ពីយើងបានរៀងប៉ុណ្ណឹងគឺយើងអាចដាក់វាជាផលគុណកតាបានដោយមានរៀង ax បូក m នៅលើ ax បូក n នៅលើ a កតាគឺ ax បូក m កតាជាមួយនឹង ax បូក n នៅលើ a ហើយបន្តមកទៀតនៅក្នុងករណីហ្នឹងបើសិនជាយើងអាចសម្រួលបានសម្រួលនឹងមេគុណ a បានគឺយើងសម្រួលមកចូលដល់ឧទាហរណ៍អ្នកនរគ្នានឹងដឹងថារបៀបសម្រួលហ្នឹងបែបម៉េចអញ្ចឹងយើងចាំយូរអីយើងចូលមកដល់ឧទាហរណ៍ទៅគឺឧទាហរណ៍របស់យើងគឺ 3x ការ៉េបូកជាមួយនឹង 10x បូកជាមួយនឹង8ហើយនៅក្នុងករណីហ្នឹងយើងត្រូវចាំនៅក្នុងជាទូទៅរបស់យើងបាននិយាយថាដល់ក្រេខ្ពស់ជាងគេនៅខាងមុខ x ការ៉េដែលយើងដែលមានអក្សរតាំងថា a ហ្នឹងគឺយើងត្រូវในកន្សោមហ្នឹងគឺត្រូវយករៀងដែលមាន a នៅលើ a ហ្នឹងទៅគុណបញ្ចូលទៅក្នុងកន្សោមដើមរបស់យើងហើយយើងសង្កេតឃើញថាមេដល់ក្រេដែលមានដល់ក្រេដែលខ្ពស់ជាងគេនៅខាងមុខ x ការ៉េហ្នឹងគឺ3អញ្ចឹងយើងយក3នៅលើ3ដែលយើងអាចបញ្ចូលទៅដូចពីក្នុងរៀង a នៅលើ a ហ្នឹងគឺ3នៅលើ3ហ្នឹងទៅគុណបញ្ចូលទៅក្នុងកន្សោមដើមរបស់យើងគឺ3គុណជាមួយនឹងភាគយកមកដល់ពេល3មួយទៀតគឺយើងចាត់ទុកវាជាភាគបែងបន្តមកទៀតបន្ទាប់ពីយើងបញ្ចូល3លើ3គុណបញ្ចូលក្នុងកន្សោមដើមរបស់យើងមកគឺយើងបាន 3x លើកជាការ៉េបូកជាមួយនឹង10កតាជាមួយនឹង 3x បូក24នៅលើ3នោះយើងនឹងទទួលបាន 3x លើកជាការ៉េបូកជាមួយ6បូក4កតាជាមួយនឹង 3x បូកជាមួយនឹង6គុណ20គុណនឹង4ហើយនៅលើ3យើងគឺសង្កេតឃើញថាហេតុអីបានជាយើងបាន6បូក4មកពីណាហេតុនេះបាន6គុណ24មកពីណាគឺយើងបំបែកនេះ10នេះគឺបានមកពី6បូក4ស្មើ10ហើយចំពោះប្រមាណវិធីគុណនេះយើងបាន6គុណ4ដូចគ្នាគឺ6គុណ4ស្មើ24ដូចគ្នាប៉ុន្តែក្នុងករណីហ្នឹងអ្នកនរគ្នាត្រូវចាំថាកន្លែងនេះយើងយក6បូក4ស្មើ10មិនមែនបានន័យថាកន្លែងគុណនេះគឺយើងយក8គុណ3ឲ្យឃើញ24ដូចគ្នាទេគឺអាចផ្លាស់ប្ដូរបានជាដាច់ខាតបើសិនជាយើងយកកន្លែងនេះ6បូក4ឃើញ10អាកន្លែងនេះក៏យើងត្រូវធ្វើមិនយើងយក6គុណ4ហ្នឹងក៏ស្មើ20 6គុណ4ហ្នឹងយកមកគុណដែរមិនបានន័យថានេះឃើញ6បូក4អានេះយើងយក8គុណ3ណាអត់ទេហើយបន្តមកទៀតយើងចាប់ផ្ដើមធ្វើការដាក់វាជាផលគុណកតាមកគឺ 3x បូក6កតាជាមួយនឹង 3x បូក4នៅលើ3ហើយយើងសង្កេតទៅមើលទៅលើផលគុណកតារបស់យើងនៅខាងលើនេះដែលជាភាគយកនេះកតាទី1នេះយើងអាចចាប់អីបានដោយសារតែរៀងរបស់យើងអត់មានអថេរដូចគ្នាទេប៉ុន្តែវាអាចចែកដាច់នឹង3ដូចគ្នាអញ្ចឹងយើងអាចចាប់3មកចាប់3ជាកតាមកយើងបាននៅសល់ x បូក2កតាជាមួយនឹង 3x បូក4ហើយយើងឃើញថាលក្ខខណ្ឌរបស់គេនៅចុងក្រោយនៃជាទូទៅហ្នឹងគឺយើងអាចបើសិនជាអាចសម្រួលមេគុណ a បានគឺយើងសម្រួលមកយើងសង្កេតឃើញថានេះក៏មានតម្លៃ3នេះក៏មាន3យើងអាចសម្រួលគ្នាបានអញ្ចឹងនៅសល់ត្រឹមតែ x បូក2កតាជាមួយនឹង 3x បូក4ទេអញ្ចឹងដូច្នេះប្រធានរបស់យើង 3x ការ៉េបូកជាមួយនឹង 10x បូកជាមួយនឹង8ហ្នឹងគឺស្មើ x បូក2កតាជាមួយនឹង 3x បូក4ចឹងដូច្នេះការបកស្រាយរបស់ខ្ញុំដែលស្ថិតនៅក្នុងចំណុចមួយហ្នឹងក៏ឈានចូលមកដល់ទីបញ្ចប់ខ្ញុំសូមអរគុណទៅកាន់អ្នកនរគ្នាដែលបានចំណាយពេលតាមដានទស្សនាវីដេអូមួយនេះទាំងអស់គ្នា